បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះជួបជាមួយខ្ញុំបាទក៏ឲ្យមនស្រីទៀតហើយថ្ងៃនេះបាទខ្ញុំបាទធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនពីបាទការច្នៃដើមចេកបាទគឺដើមចេកដែលយើងយកដែលយើងហាន់វាហើយយើងយកមកកិនដើម្បីយើងយកទៅធ្វើជាចំណីមន់ធម្មជាតិឲ្យមន់របស់យើងស៊ីបាទសម្រាប់ពុកម៉ែបងប្អូនដែលចូលចិត្តចិញ្ចឹមមន់លក្ខណៈគ្រួសារបាទគឺយើងជាពិសេសបាទនៅស្រុកស្រែជនបទយើងអត់ខ្វះទេដូចជាដើមចេកដូចជាដើមតកួនស្លឹកបន្លែផ្អែមបន្លែអីហ្នឹងបាទយើងកំចូលយើងយកមកកិនវាឲ្យម៉ត់ទៅបើពុកម៉ែបងប្អូនអត់មានម៉ាស៊ីនកិនទេយើងច្រាំនឹងដៃក៏បានកាលពីមុនមកខ្ញុំចិញ្ចឹមបាទខ្ញុំអត់ដែលមានម៉ាស៊ីនដែលកិនទេខ្ញុំប្រើចិញ្ច្រាំតែដៃទេហើយឥឡូវយើងមានម៉ាស៊ីនយើងកិនម៉ាស៊ីនទៅបើមិនតែយើងអត់មានម៉ាស៊ីនទេយើងច្រាំទៅហើយថ្ងៃនេះអត់មានដើមតកួនអត់មានផ្លិតបន្លែផ្អែមទេគឺមានតែដើមចេកបាទនេះគឺដើមចេកដែលយើងហាន់ហើយបាទយើងយកមកកិនវាម៉ត់ដើម្បីយើងលាយធ្វើជាចំណីមាន់បែបធម្មជាតិហើយយើងកិនវាម៉ត់ហើយយើងលាយបាទជាមួយចុងកជាមួយកតុកជាមួយអីទៀតឥឡូវចាំតាមដានសកម្មភាពទាំងអស់គ្នាពុកម៉ែបងប្អូនបាទបាទឥឡូវដើមចេកដែលយើងបាទយកមកកិនហ្នឹងឥឡូវវាម៉ត់ហើយសម្រាប់ពុកម៉ែបងប្អូនដែលជ
គឺចិត្តចិញ្ចឹមមន់ស្រែលក្ខណៈគ្រួសារអីបាទខ្ញុំនឹងធ្វើវីដេអូបង្ហាញបាទពីរបៀបធ្វើចំណីបែបធម្មជាតិគឺយើងកិនដើមជីឲ្យម៉ត់ប៉ុណ្ណឹងមកគឺហើយយើងសូមយកវាទៅលាយបាទមានបាយកកបែបអីយើងលាយជាមួយបាយកកលាយជាមួយបន្ទុកជាមួយកញ្ចុងកឲ្យយើងប្រើចំណីផ្សារដែរគឺយើងប្រើទឹកបាទឧបមាថាចំណីផ្សារបើមិនតែយើងប្រើប៉ុណ្ណេះក៏វាចុះច្រើនដែរបាទបើមិនយើងប្រើចំណីផ្សារសុទ្ធក៏ដោយបើយើងឆ្នៃចំណីបែបធម្មជាតិឆ្នៃដើមជីដើមអីចឹងទៅគឺវាកាត់បន្ថយថវិកាយើងបានមួយកម្រិតដែរបើយើងឲ្យស៊ីចំណីផ្សារក្នុងក្រុងវាចុះអញ្ចឹងយើងឆ្នៃចំណីបែបនឹងឲ្យវាស៊ីទៅយើងប្រើចំណីផ្សារតិចហើយយើងប្រើចំណីធម្មជាតិច្រើនចឹងទៅដើម្បីឲ្យមន់របស់យើងនឹងវាមានសុខភាពល្អផងឥឡូវតាមដានពីសកម្មភាពនេះចំណីបន្តទៀតដោយសារថ្ងៃនេះអត់មានកាន់កាមេរ៉ាខ្ញុំចាប់ជើងកាមេរ៉ាចូលធ្វើវីដេអូចែករំលែកទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងទាំងអស់គ្នាបាទបាទឥឡូវបន្ទាប់ពីយើងហាន់ដើមជីកហើយយើងកិនវាឲ្យម៉ត់ហើយខ្ញុំឲ្យបានថតពីសកម្មភាពកលែងដាក់ចំណីចូលនេះទេតែខ្ញុំដាក់បាទដោយលេខពីគ្នាដើម្បីស្រួលពុកម៉ែបងប្អូនមកបានទស្សនាបាទគឺបាទនៅខាងក្រោមនេះយើងមានដើមចេកបាទនេះបាទកញ្ចុងកហើយនឹងលាយបាយកកមានបាយកកឲ្យកញ្ចូលហើយនឹងកន្ទុកហើយនឹងចំណីផ្សារយើងប្រើដែរតែយើងប្រើវាល្មមទេយើងប្រើតិចទេក្នុងប៉ុណ្ណេះហ្នឹងគឺខ្ញុំប្រើបាទនេះខ្ញុំដាក់មកកំប៉ុងកន្លះបាទមកកំប៉ុងកយើងដាក់មកកំប៉ុងកន្លះដល់ពីយើងដាក់ចឹងហើយយើងច្បល់វាជុំគ្នាបាទហើយបាយបើមិនតែយើងពិបាករៀងច្បាច់ទេយើងដាក់ទឹកវាបន្តិចមកដើម្បីឲ្យស្រួលច្បាច់ហើយយើងវាច្បល់ទៅវាស្អិតចូលគ្នាល្អគេដាក់មានទឹកមានតិចចឹងទៅដើម្បីយើងស្រួលច្បល់វាចំណីរបស់យើងមានដើមចេកដែលយើងចិញ្ច្រាំហាន់វាម៉ត់ហើយនឹងមានកញ្ចុងកហើយថ្ងៃនេះដាក់ថែមបាយកកអត់បានដាក់ស្រូវបើស្រូវយើងដាក់ស្រូវយើងត្រាំវាទៅបានល្អត្រាំវាដល់វាដុះតិចទៅកាន់តែល្អហើយយើងយកបល់ចូលគ្នាឲ្យសព្វចឹងមកនេះជារបៀបឆ្នៃចំណីបែបធម្មជាតិឲ្យមន់របស់យើងស៊ីដើម្បីយើងកាត់បន្ថយថវិកាបានមួយកម្រិតធំដែរបើមិនតែយើងឲ្យវាស៊ីចំណីផ្សារទាំងត្រង់ក៏ដោយគឺយើងចុះថវិកាហើយដល់ពេលយើងធ្វើចំណីអញ្ចឹងយើងចំណេញទាំងថវិកាហើយយើងបានទាំងមន់របស់យើងនឹងមានសុខភាពល្អទៀតវាបបវាម៉ត់ហ្នឹងធ្វើឲ្យសពជួគ្នាចឹងឲ្យមានចំណីមានកន្ទុកមានកញ្ចុងកមានអីយ៉ាងទៅគឺឲ្យវាសពជួគ្នាទៅព្រោះដើមជីវាមានជាតិត្រជាក់បើមិនទេជាពិសេសបើខែប្រាំងទៀតកាន់តែល្អព្រោះវាមានជាតិត្រជាក់ទៅខែប្រាំងក្តៅតែខែវស្សាអញ្ចឹងវាយ៉ាប់រៀងខែបន្តិចមន់ព្រោះអីដូចឆ្នាំនេះដូចលៀងអត់មានលុបថ្ងៃណាទេព្រោះហើយយើងយ៉ាប់ទៀតវាត្រជាក់ចាច់ឥឡូវយើងច្បល់វាសពជួលគ្នាហើយយើងបានចំណីការចានដេកមានដើមជីមានកន្ទុកមានកញ្ចុងអង្គមានបាយកកហើយនឹងថ្ងៃនេះអត់បានដាក់ស្រូវទេហើយយើងប្រើចំណីផ្សារដែរតែយើងប្រើមុខថ្ងៃនេះខ្ញុំដាក់មកកំប៉ុងអង្គកន្លះហើយមើលឡូវចំណីយើងឡើងមកកំភ្លុះបើមិនតែយើងឧបមាថាយើងអុយស៊ីចំណីផ្សារសុទ្ធវិញគឺចំណាយថវិកាច្រើនមែនតើហើយការធ្វើបែបនេះគឺមន់របស់យើងទៅតែវាស៊ីទៅវាមានសុខភាពល្អហើយសាច់មន់ល្អទៀតឥឡូវចំណីយើងបានធ្វើហើយយើងចាំទៅទស្សនាកលែងដាក់ចំណីអុយមន់
បាទចាំទស្សនានៅឯនឹងបន្តទៀត បាទឥឡូវយើងមកដល់កន្លែងដាក់ចំណីឲ្យមន់របស់យើងស៊ីហើយបាទពុកម៉ែបងប្អូនបន្ទាប់ពីយើងធ្វើចំណីហើយឥឡូវយើងមកដាក់ចំណីឲ្យមន់តែរបស់យើងស៊ីដល់បាទបន្ទាប់ពីយើងធ្វើចំណីហើយយើងឥឡូវយើងមកដាក់ឲ្យមន់ស្រែរបស់យើងស៊ីគឺដាក់រួចហើយបាទនេះគឺជាបាទវីដេអូដែលខ្ញុំធ្វើចង់ចែករំលែកទៅដល់ពុកម៉ែបងប្អូនដែលចូលចិត្តចិញ្ចឹមមន់លក្ខណៈគ្រួសារតាមទឹកត្រីជនបទបាទឲ្យដឹងពីរបៀបច្នៃចំណីធម្មជាតិឲ្យមន់របស់យើងស៊ីបាទចំណីរបស់យើងគឺមានដើមជីកយើងហាន់វាចិញ្ច្រាំទៅបើមានដើមតកួនមានដើមស្លឹកបន្លែផេមក៏កាន់តែល្អទៀតដែរយើងដាក់ជុលគ្នាទៅយើងយកទៅកិនឬចិញ្ច្រាំវាមកទៅយើងយកទៅលាយជាមួយកន្ទុកជាមួយស្រូវឬក៏បាយកកអីចឹងទៅហើយយើងប្រើចំណីផ្សារដែរតែយើងប្រើតិចបាទដើម្បីយើងធ្វើចឹងទៅដើម្បីកាត់បន្ថយថវិការបស់យើងបានមួយកម្រិតធំដែរបើមិនតែយើងឲ្យស៊ីចំណីផ្សារទាំងស្រុងក៏ដោយមន់យើងប៉ុណ្ណេះក៏ចុះដែរពុកម៉ែបងប្អូនបាទដូចមន់របស់ខ្ញុំនេះបាទប្រហែលជាតង់ក្រៅតង់ក្នុងấyប្រហែលជាខ្ទង់100ជាងហើយដល់ពេលអញ្ចឹងយើងក្នុងមួយថ្ងៃយើងឲ្យវាស៊ីព្រឹកល្ងាចគឺយើងចុះមែនតើបើមិនតែយើងឧបមាថាយើងឲ្យស៊ីចំណីសុទ្ធដល់ពេលយើងចេះច្នៃចំណីបែបធម្មជាតិអញ្ចឹងបាទមួយមុខបន្តិចគឺយើងបានចំណីច្រើនឲ្យមន់របស់យើងស៊ីបាទការធ្វើបែបនេះគឺមន់របស់យើងនឹងវាមានសុខភាពល្អផងបាទដូចជាដើមជីកវាមានជាតិត្រជាក់គាត់ថាខែវស្សាចេះយើងយ៉ាប់ថែវាបន្តិចព្រោះភ្លៀងវាធ្លាក់ពេកបាទបើដូចខែប្រាំងស្រួលថែ
ក៏បានយើងធ្វើចំណីអញ្ចឹងទៀតបាទវាមានជាតិចៈទៀតហើយដីវាអត់ចេញចាច់ទៀតគឺស្រួលថែមែនតែនបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទរាល់បំពាក់ពេជ្រខ្ញុំបាននិយាយទៅបើមិនទេមានកំហុសខុសឆ្គងសំខាន់តែជាស្រ័យផងខ្ញុំអត់មានអីចង់ប្រាប់ទៅដល់ពុកម៉ែបងប្អូនអីច្រើនទេគ្រាន់តែចង់ចែករំលែកនៅបទពិសោធន៍ដែលធ្លាប់មានបន្តិចបន្តួចហ្នឹងទៅដល់ពុកម៉ែបងប្អូនដែលជួយចិត្តចិញ្ចឹមមាន់លក្ខណៈគ្រួសារឲ្យបានដឹងពីរបៀបឆ្នៃចំណីឲ្យមាន់ស៊ីកុំឲ្យចុះថវិកាប្រើចំណីផ្សារច្រើនហើយយើងធ្វើអញ្ចឹងមាន់របស់យើងក៏មានសុខភាពល្អយើងចំណាយតិចយើងចំណេញបានច្រើនបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើមិនពុកម៉ែបងប្អូនតាមដានវីដេអូនេះឲ្យពេញចិត្តបាទកុំភ្លេចបាទចុចសញ្ញាជាវឬសញ្ញារូបកណ្ដឹងជូនខ្ញុំបាទម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំមានទឹកចិត្តធ្វើវីដេអូជែកជូនពុកម៉ែបងប្អូនទស្សនានិងចែករំលែកនៅបទពិសោធន៍ដែលខ្ញុំមានបន្តិចបន្តួចពីការចិញ្ចឹមមាន់ទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងទាំងអស់គ្នាបាទវីដេអូមានតែប៉ុណ្្នឹងទេចាំបាទប្រកបមន្ត្រីសូមអរគុណសូមជម្រាបលាបាទ